អាជីពជាមគ្គុទ្ទេសក៍គឺតម្រូវឲ្យឆ្លងកាត់ការប្រឡងនិងសិក្សាយ៉ាងលម្អិតអំពីវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាពិសេសទីតាំងនីមួយៗថ្ងៃនេះកម្មវិធីបំណិនជីវិតនឹងលើកយកអំពីអាជីពរបស់លោកមុំសីហាដែលជាមគ្គុទ្ទេសក៍ភាសាជប៉ុនអស់រយៈពេល22ឆ្នាំលោកនឹងចែករំលែកអំពីបទពិសោធន៍ពីការនាំភ្ញៀវក្នុងនិងក្រៅស្រុកបាទខ្ញុំឈ្មោះមុំសីហាបាទជាអ្នកមានស្រុកកំណើតនៅសៀមរាបនេះអ្នកសៀមរាបចំតួតែម្ដងហើយខ្ញុំធ្វើការជាមគ្គុទ្ទេសក៍ទេសចរភាសាជប៉ុននៅតំបន់អង្គរនេះបាទខ្ញុំចាប់ផ្ដើមធ្វើការងារនេះពីឆ្នាំ2000ចុងឆ្នាំ2000អញ្ចឹងប្រហែលជាបាន22ឆ្នាំហើយបាទកាលនោះបើយើងរំលឹកពីឥឡូវហ្នឹងទៅវា22ឆ្នាំហើយបាទខ្ញុំចាប់ផ្ដើមចូលរៀនភាសាជប៉ុននៅឆ្នាំ1999ហើយសម័យនោះដោយសារតែនៅខេត្តសៀមរាបយើងនេះអត់ទាន់មានសាលាជប៉ុនអីឲ្យត្រឹមត្រូវនៅឡើយទេទី2ធនធានខ្ញុំខ្លួនឯងផ្ទាល់ហ្នឹងក៏មិនមានជាអ្នកបបោអីដែរអញ្ចឹងក៏មិនបានចូលរៀនសាលាជប៉ុនអីត្រឹមត្រូវគេទេខ្ញុំរៀននៅតាមបណ្ឌលោកទេហើយដែលខ្ញុំរៀនភាសាជប៉ុនដល់ពេលនោះខ្ញុំមិនគិតថាខ្លួនឯងនឹងអាចចាប់អាជីពជាមគ្គុទ្ទេសក៍ទេសចរបានផងដែរដោយសារតែយើងដឹងពីសមត្ថភាពខ្លួនឯងដោយសារតែយើងរៀនភាសាជប៉ុននោះនៅស្រុកខ្មែរយើងបានតិចតួចហើយលោកគ្រូដែលបង្រៀនភាសាជប៉ុនខ្ញុំហ្នឹងតាមត្រង់ទៅមិនមែនជាជនជាតិជប៉ុនទៀតជាជនជាតិខ្មែរទៀតអញ្ចឹងដើម្បីយើងធ្វើការងារធ្វើអាជីពនេះបានល្អពីលើកទឹកណាតែយើងស្គាល់ពីវប្បធម៌ជប៉ុនឲ្យបានច្បាស់ភាសាខ្មែរគេថាធ្វើផ្ទះតម្រូវអ្នកនៅណាអញ្ចឹងបើសិនជាយើងចង់ធ្វើការងារនេះបានល្អយើងគួរតែស្គាល់អំពីវប្បធម៌ជប៉ុនឲ្យបានច្បាស់ទៅយើងអាចបម្រើថាយើងអាចដឹងថាភ្ញៀវគាត់ចង់បានអីចឹងទៅយើងអាចបម្រើគាត់បានតែកាន់តែល្អក៏ប៉ុន្តែដោយសារតែសម័យនោះមិនទៅដូចសម័យបច្ចុប្បន្នមានទូរទស្សន៍អីអាចមើលព័ត៌មានពីប្រទេសជប៉ុនឬក៏មានបណ្ដាញសង្គមអាចឲ្យយើងស្គាល់ពីប្រទេសជប៉ុនបានច្រើនពីបច្ចុប្បន្នហ្នឹងទេខ្ញុំចូលធ្វើការដំបូងបំផុតជំរាបតាមត្រង់ទៅលងមូលសុទ្ធសាធអត់មានដឹងអីទាំងអស់តាមពិតទៅខ្ញុំចាប់ផ្ដើមការងារនាំភ្ញៀវទៅក្រៅប្រទេសហ្នឹងពីឆ្នាំ2017មកទេហើយទិសដៅសំខាន់របស់ខ្ញុំគឺជប៉ុនបាទគឺជប៉ុនតែម្ដងដោយសារតែមុន2017ហ្នឹងរដ្ឋាភិបាលជប៉ុនក៏គេមិនទាន់បើកទិដ្ឋាការឲ្យវាបានធូររលុងដូចបច្ចុប្បន្នហ្នឹងដែរសម័យហ្នឹងហើយចាប់ពី2017មកបានគេចាប់ផ្ដើមបើកសម្រាប់ជនជាតិអាស៊ីអាគ្នេយ៍យើងហ្នឹងឲ្យងាយការសំណុំបែបបទទិដ្ឋាការហ្នឹងវាបានធូរស្រាលជាងមុនអញ្ចឹងក៏ចាប់ផ្ដើមមានភ្ញៀវខ្មែរទៅលេងនៅក្រៅប្រទេសហើយសួរថាតើផលវិបាកឬក៏ភាពខុសគ្នារវាងការនាំជប៉ុននៅខ្មែរនិងក្នុងខ្មែរទៅជប៉ុនហ្នឹងវាខុសគ្នាយ៉ាងម៉េចតាមពិតទៅការនាំជនជាតិជប៉ុនដែលមកលេងតំបន់អង្គរនេះទីមួយយើងវាស្រាំទៅហើយយូរហើយដែរណាប៉ុន្តែសម្រាប់ការនាំភ្ញៀវខ្មែរទៅបរទេសវិញគឺពិបាកច្រើនបាទទីមួយយើងពិបាកតាំងពីយើងត្រូវឃ្លាតឆ្ងាយផ្ទះរយៈពេលយូរដោយការមុនកូវីដហ្នឹងភ្ញៀវកំពុងពេញខ្លាំងហើយខ្ញុំចង្ការ2សប្តាហ៍ទុំបានចូលទេភាសាទេបានមិនងាយឃ្លាតផ្ទះឆ្ងាយសម្រាប់យើងរៀបចំមុននឹងយើងនាំភ្ញៀវទៅក្រៅប្រទេសជាពិសេសណាបើក្នុងស្រុកនេះសឹងតែថាយើងវាទីមួយយើងស្រាំហើយដែរណាទៅក្រៅប្រទេសយើងអត់មានទៅតែតំបន់កន្លែងដដែលមកហូតទេពេលខ្លះទៅតំបន់នេះពេលខ្លះទៅតំបន់នោះអញ្ចឹងមុននឹងយើងចេញទៅយើងត្រូវសិក្សាពីតំបន់ដែលយើងត្រូវទៅជាពិសេសគឺភូមិសាស្ត្រហ្នឹងឯងយើងសិក្សាបន្ថែមពីបញ្ហានោះហើយបញ្ហាដែលយើងត្រូវរៀបចំតទៀតគឺម្ហូបអាហារភ្ញៀវក៏ដោយក៏យើងត្រូវគិតដែរដូចជាភ្ញៀវយើងចង់ការភ្ញៀវយើងទៅលេងក្រៅប្រទេសអញ្ចឹងអាហារក៏អត់ស្ទើរត្រឹមមាត់ក៏ដែរមុននឹងចេញទៅយើងត្រូវរៀបចំឆែកម្ហូបប៉ុណ្ណេះល្មមភ្ញៀវទទួលបានក៏អត់ប៉ុន្តែมันអាចតម្រូវចិត្ត10ទាំង10បានទេបញ្ហាដែលខ្ញុំតែងជួបច្រើនជាងគេបំផុតគឺម្ហូបអាហារនឹងឯងម្ហូបអាហារនឹងពិបាករៀបតម្រូវចិត្តភ្ញៀវណាស់ភ្ញៀវ10ចំណងចំណុចចិត្តរបស់គាត់គឺមាន10អញ្ចឹងពេលខ្លះគាត់លូធុញទ្រាន់គាត់ថាគាត់លូថាម្ហូបរៀបឲ្យมันបានត្រូវមាត់ត្រីអញ្ចឹងណាពេលខ្លះក៏យើងមានអារម្មណ៍ថាក៏ដួលដែរណាតែសារតែយើងខំធ្វើម៉េចអាប់ដេតជូនគាត់ឲ្យបានល្អហើយយើងតែសួរភ្ញៀវចប់ក្រុមមកយើងសួរ feedback គាត់ហើយយើងរៀបសម្រាប់ក្រុមក្រោយទោះបីយ៉ាងណាក៏មិនអាចបាន perfect បានដែរតាមពិតទៅដើម្បីប្រកបការងារជាមគ្គុទ្ទេសក៍នេះឲ្យបានល្អសួរថាយើងគួរធ្វើអីគេខ្លះមគ្គុទ្ទេសក៍ទេសចរនេះអ្វីដែលយើងត្រូវការដំបូងបំផុតគឺភាសាយើងត្រូវត្រៀមណាភាសាសួរថាគួរចេះកម្រិតណាបើនិយាយឲ្យអស់ពីចិត្តទៅចេះកាន់តែខ្លាំងកាន់តែល្អក៏ប៉ុន្តែសួរថាស្តង់ដាសម្រាប់តែមកធ្វើការងារនេះបានគួរចេះភាសាកម្រិតណាអាចតើអ្វីដែលយើងនិយាយទៅគេស្ដាប់បានអ្វីដែលគេនិយាយមកយើងយល់បានយល់គ្នាទៅវិញទៅមកបានហើយភាសាមិនចាំបាច់ perfect ដល់លក្ខណៈគេនេះបកប្រែអាជីពអីមិនបាច់ដល់ថ្នាក់ហ្នឹងឯងយុវវ័យចំនួនក្រោយក៏ដោយបើគាត់
ចាប់អារម្មណ៍នឹងអាជីពមគ្គុទ្ទេសក៍ទេសចរនេះខ្ញុំលើកទឹកចិត្តមែនទែនមូលហេតុអីទី1អាជីពជាមគ្គុទ្ទេសក៍ទេសចរនេះបានចំណូលគួរសមទោះបីជាវាមិនច្រើនតែជាចំណូលមួយដ៏សុចរិតហើយទោះបីជាជ្រើសរើសយកអាជីពមួយណាក៏ដោយក៏រែងសូមផ្ដាំផ្ញើថាធ្វើយ៉ាងណាត្រូវតម្កល់នៅគេហៅថាផលប្រយោជន៍ជាតិជាសំខាន់សូមតែប៉ុណ្្នឹងទេអរគុណជាការពិតអាជីពមគ្គុទ្ទេសក៍កំពុងតែរួមចំណែកនៅក្នុងការផ្សព្វផ្សាយអំពីសក្តានុពលទេសចរមិនថានៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅទូទាំងពិភពលោកទាំងមូលបន្ថែមពីលើនេះលោកមុំសីហាបានលើកទឹកចិត្តដល់យុវជនដែលចាប់អារម្មណ៍ក្នុងអាជីពនេះឲ្យចាប់ផ្ដើមរៀនភាសាជាមុនសិនពីកម្មវិធីបំណិនជីវិតសូមអរគុណសូមជម្រាបលា